ស្ត្រីម្នាក់នៅក្នុងវីដេអូពីឆ្នាំ1938មើលទៅដូចជាកំពុងនិយាយទូរស័ព្ទដៃបុរសម្នាក់បានធ្វើដំណើរត្រឡប់ទៅឆ្នាំ1995ដើម្បីមើលការប្រកួតប្រដាល់របស់ Mike Tyson ហើយនៅប្រទេសម៉ុងហ្គូលីគេបានរកឃើញសាកសពម៉ាមីអាយុ1500ឆ្នាំស្លៀកស្បែកជើងដែលមើលទៅគួរឲ្យសង្ស័យដូចជាស្បែកជើង Adidas ស៊េរីថ្មីទាំងនេះគឺជាអ្នកធ្វើដំណើរឆ្លងពេលវេលាដែលត្រូវបានថតជាប់ខាងកាមេរ៉ាហើយមិនអាចបញ្យល់បាន 1. Mummy Adidas នៅម៉ុងហ្គូលីក្នុងឆ្នាំ2016ក្រុមបុរាណវិទូនៅម៉ុងហ្គូលីបានរកឃើញអ្វីដែលចម្លែកវាគឺជាសាកសពម៉ាមីអាយុ1500ឆ្នាំដែលត្រូវបានកប់នៅក្នុងជួរភ្នំអាល់ថៃសាកសពត្រូវបានរក្សាទុកយ៉ាងល្អប៉ុន្តែអ្វីដែលធ្វើឲ្យអ៊ីនធឺណិតមានការភ្ញាក់ផ្អើលនោះគឺស្បែកជើងមនុស្សជាច្រើនបានស្បត់ថាវាមានរូបរាងដូចស្បែកជើងបាតា Adidas ទំនើបបេបិតដោយមានឆ្នូតពណ៌ខ្មៅនិងការរចនាបែបកីឡាការបញ្យល់ពីជំនាញក្រុមបុរាណវិទូបាននិយាយថាឆ្នូតទាំងនោះគ្រាន់តែជាផ្នែកនៃការដេរតាមបែបប្រពៃណីរបស់ម៉ុងហ្គូលីហើយរូបរាងរបស់វាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ 2. ទូរស័ព្ទឆ្លាតវៃក្នុងឆ្នាំ1995ការប្រកួតប្រដាល់របស់ Mike Tysonនៅក្នុងវីដេអូការប្រកួតប្រដាល់ឆ្នាំ1995រវាង Mike Tyson និង Peter McNally មានបុរសម្នាក់នៅក្បែរសង្វៀងកំពុងកាន់ឧបករណ៍មួយយ៉ាងដែលមើលទៅដូចជាទូរស័ព្ទឆ្លាតវៃដើម្បីថតវីដេអូក្នុងឆ្នាំ1995ទូរស័ព្ទដែលមានកាមេរ៉ាមិនទាន់មាននៅឡើយទេ 3. រោងចក្រនិងវិទ្យុឥតខ្សែឆ្នាំ1938វីដេអូឆ្នាំ1938បង្ហាញពីស្ត្រីម្នាក់កាន់អ្វីម្យ៉ាងក្បែរត្រចៀកនិងកំពុងនិយាយក្រោយមកមានស្ត្រីម្នាក់បានអះអាងថានោះគឺជាមាងរបស់គាត់ដែលធ្វើការនៅក្នុងរោងចក្រមួយដែលមានផ្នែកពិសោធន៍ឧបករណ៍ទំនាក់ទំនងហើយពួកគេកំពុងសាកល្បងវិទ្យុតាក់ទងឥតខ្សែ Wireless Radio 4. អ្នកធ្វើដំណើរឆ្លងពេលវេលារបស់ Charlie Chaplin ក្នុងឆ្នាំ1928នៅក្នុងវីដេអូពីក្រោយឆាកនៃខ្សែភាពយន្ត The Circus ឆ្នាំ1928មានស្ត្រីម្នាក់ដើរកាត់ក្នុងផ្ទៃខាងក្រោយកំពុងកាន់អ្វីម្យ៉ាងក្បែរត្រចៀកនិងនិយាយទៅកាន់វាការបញ្យល់បែបវិទ្យាសាស្ត្រវាអាចជាឧបករណ៍ជំនួយការស្ដាប់ជំនាន់ដំបូងដែលគេត្រូវការផ្អឹបនឹងត្រចៀកបែបនោះបុរសលិចខ្លួនភ្លាមនៅរុស្ស៊ីវីដេអូនៅប្រទេសរុស្ស៊ីបង្ហាញពីបុរសម្នាក់ដែលហាក់ដូចជាលិចខ្លួនចេញមកកណ្ដាលផ្លូវនៅមុខឡានដឹកដីគាត់ស្ទើរតែត្រូវឡានបុកទៅហើយប៉ុន្តែបានគេចផុតយ៉ាងចម្លែកបាទបុរសកាន់ទូរស័ព្ទនៅអ៊ីស្លង់ឆ្នាំ1943រូបថតពីឆ្នាំ1943នៅប្រទេសអ៊ីស្លង់បង្ហាញពីបុរសម្នាក់ផ្អែកជញ្ជាំងកាន់អ្វីម្យ៉ាងផ្អឹបនឹងត្រចៀកមើលទៅដូចជាកំពុងនិយាយទូរស័ព្ទដៃយ៉ាងទំនើបខណៈដែលអ្នកផ្សេងទៀតស្លៀកពាក់បែបបុរាណបាទនាឡិកាដៃ Swiss ក្នុងភ្នំបុរាណចិនក្នុងឆ្នាំ2008បុរាណវិទូនៅប្រទេសចិនបានបើកភ្នំដែលមានអាយុកាល400ឆ្នាំប៉ុន្តែបានរកឃើញវត្ថុលោហៈតូចមួយដែលមើលទៅដូចជានាឡិកាដៃអ្វីដែលចម្លែកគឺនៅពីក្រោយវាមានឆ្លាក់ពាក្យថា Swiss នាឡិកាដៃមិនទាន់បានត្រូវបានបង្កើតឡើងទេនៅពេលដែលភ្នំនោះត្រូវបានបិទជិតបាទ Greta Thunberg ឆ្នាំ1998រូបថតម្នាក់ទៀតដែលមានមុខមាត់ដោយសកម្មជនបរិស្ថាន Greta Thunberg បែបិតប៉ុន្តែរូបនេះត្រូវបានថតតាំងពីឆ្នាំ1998មនុស្សមួយចំនួននិយាយឡើយសើចថានាងគឺជាអ្នកធ្វើដំណើរឆ្លងពេលវេលាដែលមកដើម្បីព្រមានពិភពលោកបាទបុរស hipster ឆ្លងពេលវេលាឆ្នាំ1941ក្នុងរូបថតឆ្នាំ1941នៅប្រទេសកាណាដាមានបុរសម្នាក់ស្លៀកពាក់ខោបផ្លែកពីគេដាច់អាវយឺតមានរូបសញ្ញាអាវក្រៅបែបទំនើបនិងវ៉ាន់តាខ្មៅដែលមើលទៅដូចជាយុវជនក្នុងឆ្នាំ2000បើទោះបីជាមានការបញ្យល់ថារបស់ទាំងនោះអាចមានក្នុងសម័យនោះក៏ដោយប៉ុន្តែ style របស់គាត់គឺប្លែកខ្លាំងណាស់បាទតើអ្នកយល់យ៉ាងណាដែរតើពួកគេពិតជាអ្នកធ្វើដំណើរឆ្លងពេលវេលាឬគ្រាន់តែជាការចៃដន្យសូមបញ្ចេញមតិនៅខាងក្រោមខ្ញុំគឺតារាខ្មែរលុយហើយនឹងជួបគ្នានៅវីដេអូក្រោយ